កាត់មកដល់ភាគ31ដែលជាភាគបន្តរបស់យើងវិញត្រង់ចំណុចអាធើបញ្ចេញថាមពលត្រៀមនឹងធ្វើការប្រយុទ្ធវិញហាស់តាអាធើជាបីសាច់ឬកូនរបស់ខ្ញុំមិនមែនជាមនុស្សធម្មតាទេពេលនោះអាធើបានធ្វើការបំលាស់ទីយ៉ាងលឿនទៅពីក្រោយរេហើយអាធើបានហក់ទៅទាត់រេតែត្រូវបានរេគេផុតហើយអាធើបានហក់ទៅវាយរេម្ដងទៀតដោយល្បឿនលឿនដូចជាផ្លេកបន្ទោលតែត្រូវបានរេទប់ជាប់ហើយអាធើនិងរេបានធ្វើការម៉ាត់គ្នាទៅវិញទៅមកហើយការវាយគ្នាវៀងអាធើនិងរេបានបងកយជាបន្ទោសយ៉ាងខ្លាំងហើយកាត់មកត្រង់នេះវិញរេបានប្រើកម្លាំងវាយដីយ៉ាងខ្លាំងរួចរេបានហក់ទៅវាយអាធើមួយទំហឹងតែអាធើបានធ្វើការទប់ជាប់ហើយអាធើបានធ្វើការវាយបក់ទៅកាន់រេវិញពួកគេបានបន្តវាយគ្នាអស់មួយសន្ទុះពេលនោះរេត្រូវបានអាធើវាយចូលមួយដៃហើយរេបានប្រើកម្លាំងយ៉ាងខ្លាំងវាយចូលមុខអាធើមួយដៃវិញពេលនោះអាធើបាននិយាយថាមិនគួរឲ្យជឿឪពុកខ្ញុំមិនធម្មតាទេកណ្ដាប់ដៃរបស់គាត់ពិតជាលឿនហើយមុតស្រួតមែនដូច្នេះខ្ញុំមិនអាចទប់បានទេពេលនោះអាធើបានប្រើល្បឿនយ៉ាងលឿនស្ទុះទៅពីក្រោមរេហើយបានធ្វើការវាយចូលមុខរេពេញមួយទំហឹងដោយការវាយរបស់អាធើបានធ្វើឲ្យគ្រប់គ្នាមានការស្រឡាំងកាំងប៉ុន្តែអាធើគ្រាន់តែប្រែងប៉ុណ្ណោះរេពិតជាមានអារម្មណ៍ថារំភើបយ៉ាងខ្លាំងបន្ទាប់មករេបាននិយាយថាតើកូនបានរៀនតិចនិចមកពីអ្នកណាពេលនោះអាធើបានស្រមើស្រមៃកាលគេបានវឹកហាត់នៅអាណាចក្រឯខ្ញុំបានធ្វើការវឹកហាត់យ៉ាងខ្លាំងដើម្បីរស់អាកាសធាតុមិនស្ថិរភាពសោះខ្ញុំមិនទាន់បើកបានសូម្បីសំឡេងឬទំនាញទេប៉ុន្តែបញ្ហាទាំងនេះមិនធ្វើឲ្យខ្ញុំឈប់អភិវឌ្ឍទេទោះបីជាយ៉ាងណាក៏ដោយការបង្ហាញអ្វីដែលខ្ញុំអាចធ្វើបានដល់ឪពុកតែវារឹតតែឲ្យអារម្មណ៍ល្អពេលនោះរេបាននិយាយថាតើអ្នកបានរៀនវានៅពេលណាតើអ្នកបានរៀនវាដោយរបៀបណាតើមានអ្វីទៀតដែលអ្នកដឹងអាធើបានតបមិនយូរប៉ុន្មានទេហើយខ្ញុំស្ទើរតែអាចគ្រប់គ្រងវាបានប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបានច្រើនទេពេលនោះម្ដាយអាធើបានស្រែកថាអែលលីកុំរត់អែលលីក៏បាននិយាយថាតើប៉ាមិនអីទេមែនទេយើងកាត់មកមើលរេណុលវិញគាត់កំពុងមានអារម្មណ៍ហួសចិត្តតើខ្ញុំស្រវាំងភ្នែកមែនទេក្មេងនេះពិតជាអស្ចារ្យពេកហើយរេណុលមានអារម្មណ៍ថាពិតជាអស្ចារ្យពេកហើយរួចហើយគាត់ក៏បាននាំប្រពន្ធនិងកូនរបស់គាត់ត្រឡប់ទៅផ្ទះវិញប្រសិនបងប្អូនគិតថាល្អមើលជួយចុច like និង comment រូបបេះដូងម្នាក់មួយអរគុណច្រើន